ជាដំបូងខ្ញុំបាទសូមជម្រាបសួរលោកគ្រូអ្នកគ្រូក៏ដូចជាសិស្សានុសិស្សជាទាំងអស់ជាទីគោរពខ្ញុំបាទឈ្មោះជាអារម្មណ៍នេះជាគ្រូសាស្ត្រជំនាន់ទី32ឡើងមកធ្វើបទបង្ហាញស្ដីអំពីពិសោធន៍មួយគឺទង្វើអុកស៊ីហ្សែនលើលោហៈហើយនិងអាឡូហៈចឹងសម្ភារៈរបស់យើងមានដូចជាសិលឹកកាសៈដែកកេះអាលុយមីញ៉ូមកែវបេហ្សេកន្ត្រៃដែកចាប់ធ្យូងហើយនិងទៀនហើយរួមទាំងចង្ក្រានហ្គាសមួយផងដែរនេះគឺជាលំនាំបញ្ហាដែលជាដំបូងគឺខ្ញុំដុតទៀនហើយខ្ញុំយកកែវបេហ្សេគ្របទៅលើទៀនដែលកំពុងจะឆេះនោះពេលនោះទៀនហ្នឹងគឺរលត់ភ្លាមចឹងយើងសួរថាហេតុអីបានជាវារលត់ចឹងមូលហេតុដែលវារលត់ដោយសារតែអុកស៊ីហ្សែនដែលមាននៅក្នុងកែវបេហ្សេគឺត្រូវបានប្រើការអស់ទៅហើយបែរថាគឺអុកស៊ីហ្សែនគឺមានប្រតិកម្មចំហេះសពឬក៏មិនសពជាមួយនឹងទៀនដែលកំពុងតែឆេះនឹងហើយផលិតផលដែលទទួលបានគឺកាបូនម៉ូណូអុកស៊ីតឬក៏កាបូនឌីអុកស៊ីតបូកជាមួយនឹងចំហាយទឹកចឹងយើងងាកមកមើលពិសោធន៍ទី1របស់យើងគឺនិយាយអំពីអុកស៊ីហ្សែនប្រតិកម្មជាមួយនឹងអាឡូហៈដែលអាឡូហៈក្នុងនេះគឺលោកគ្រូយកធ្យូងឬក៏គេហៅថាកាបូនមកដុតកម្ដៅចឹងនៅពេលដែលធ្យូងនឹងចាប់ដើមឆេះចឹងនៅពេលដែលឆេះជាមួយនឹងខ្យល់នៅក្នុងបរិយាកាសបើតែមានក្នុងហ្នឹងគឺមានអុកស៊ីហ្សែនក្នុងហ្នឹងពេលនោះគឺបង្កើតបានជាកាបូនឌីអុកស៊ីតឬក៏កាបូនម៉ូណូអុកស៊ីតដែលជាឧស្ម័នហើយឧស្ម័ននេះទៀតសោតគឺអត់មានពណ៌អត់មានក្លិនប៉ុន្តែវាមានលក្ខណៈពុលបើសិនបើយើងសូរវាចូលទៅក្នុងច្រមុះចឹងយើងចូលដល់ពិសោធន៍ទី2ដែលនិយាយអំពីអំពើអុកស៊ីហ្សែនជាមួយនឹងលោហៈដែលលោហៈកន្លែងនេះគឺលោកគ្រូយកអាលុយមីញ៉ូមយកមកដុតកម្ដៅចឹងយើងដឹងហើយថាកាលណាអាលុយមីញ៉ូមឆេះនៅក្នុងខ្យល់គឺបង្កើតបានជាអាលុយមីញ៉ូមអុកស៊ីតចឹងកាលណាវាឆេះទៅគឺជាអាលុយមីញ៉ូមអុកស៊ីតនឹងឯងដែលវាស្រួយជាងអាលុយមីញ៉ូមដែលវាមិនទាន់បានឆេះចឹងក្រោយពីដុតកម្ដៅគឺយើងទទួលបានអាលុយមីញ៉ូមអុកស៊ីតហើយអាលុយមីញ៉ូមអុកស៊ីតនេះទៀតសោះគឺវាជាអង្គធាតុរឹងពណ៌សហើយវាអត់មានក្លិនហើយក៏អត់មានជាតិពុលអីទាំងអស់ចឹងវីដេអូរបស់លោកគ្រូគឺមានតែប៉ុណ្ណឹងជាចុងក្រោយសូមអរគុណលោកគ្រូអ្នកគ្រូក៏ដូចជាសិស្សានុសិស្សទាំងអស់ដែលចូលរួមក្នុងការទស្សនា